ចាំបងប្អូនទាំងអស់គ្នានេះជាវីដេអូ highlight ដែលខ្ញុំបានកាត់មុនហ្នឹងអញ្ចឹងបងប្អូនចាំមើលទស្សនាវីដេអូពេញទាំងអស់គ្នាមុននឹងចេញដំណើរពួកខ្ញុំបានចូលមកសួរព័ត៌មានអ្នកនៅកញ្ចេះហើយក៏បានមកចាក់ប្រេងឡានទៅហើយព្រោះអត់ដែលស្គាល់លើកទី1ចុះបងបើអ្នកទៅលេងនៅហ្នឹងអត់ចឹងសម្រាប់អ្នកបើមានឡានគាត់អាចផ្ញើឡាននៅច្រាំងហើយចុះជិះស្លាងទៅព្រោះដោយសារស្លាងនេះអត់អាចដាក់ឡានបានទេបានតែម៉ូតូឯងព្រោះវាខ្នាតទូចដែរតែយើងត្រូវចាំគេរៀងច្រើនតិចមកយើងចេញដំណើរតែដល់បានលេខពីសហគមន៍យើងក៏មកបាយមកទឹកហើយចាំជិះតែចាំហើយអញ្ចឹងមកនេះយើងទាំងអស់គ្នាមានឱកាសក្នុងការជិះម៉ូតូដប់ហើយតែមកជិះម៉ូតូដប់ព្រោះរៀងឆ្ងាយដែរពីច្រាំងឡើងមកលើនេះហើយអញ្ចឹងទៅក៏ហៅម៉ូតូជិះទៅម្នាក់2000ទេអញ្ចឹងដូចយើងបានជួយបងដែរនៅសហគមន៍ផងហើយនេះនៅលើនេះកោះមួយមានគ្រប់សពបែបយ៉ាងតែម្ដងបងប្អូនមកមានអារម្មណ៍ថារំសាយចិត្តហ្មងព្រោះអត់ខ្វល់ទេច្រើនណាយើង enjoy ជាមួយនឹងធម្មជាតិមុនពេលពួកខ្ញុំទៅហ្នឹងពួកខ្ញុំបានកំងមកហូបអីហើយយើងសាយយើងបានលេខពីបងប្អូនដែលយើងស្គូស៊ូនៅលើសាឡាងហ្នឹងហើយយើងកំងគេអីហើយនៅទស្សនៈទី4ចាអញ្ចឹងដល់លើហើយអត់ឆ្ងាយមែនទេពីច្រាំងហ្នឹងមកឥឡូវមកដល់ផ្ទះខ្ញុំឃើញពួកគាត់កំពុងធ្វើម្ហូបខ្ញុំក៏ឆ្លៀតសួរសំណួរគាត់ខ្លះតែតោះមួយព័ត៌មានផ្ទះហ្នឹងសម្រាប់តែខ្ញុំចំពោះការស្នាក់នៅហ្នឹងគេកាត់ចំនួនមនុស្សម្នាក់គេយក$5ក្នុងមួយយប់អញ្ចឹងយើងអាចគេងមួយគ្នាបានបើយើងមានគ្នាមានមិត្តភ័ក្តិអីហ្នឹងហើយយ៉ាងដែរដោយសារខ្ញុំអត់ដែរមកគេងខ្ញុំហ្នឹងហើយក៏ដែរមកដល់លើកទី1គាត់នេះចាទី1គាត់ហ្មងចាប៉ុន្តែមកលើកទី1អាចមានលើកទី2ទី3គាត់ថាមកស្គាល់សិននេះដល់ពួកយើងបានមកដល់កោះត្រង់ហើយហើយកោះត្រង់មិនដែរអារម្មណ៍មកដល់ខ្លាចតិចទៅនៅព្រមនេះអញនិយាយថាជាសហគមន៍របស់គាត់មួយចឹងដល់ពេលចឹងនិយាយខ្លាចហើយឥឡូវក៏ខ្ញុំចាំឲ្យថ្ងៃដែរហើយពួកយើងបានកំឡុងឲ្យថ្ងៃហើយប៉ុន្តែគាត់យើងនៅចាំសិនហើយនេះសម្រាប់នេះអាចមើលបានទីកោះត្រង់ណាហ្នឹងហើយអញ្ចឹងដូចជាបើយើងជិះអតេសេះខ្ញុំសួរគេដែរអាចជិះអតេសេះមួយជិះបានមកជុំកោះហ្នឹងគេយកយើង$10បើតែសេះតាម4ទៅ5នាក់ចាហ្នឹងហើយនេះយើងមានកន្លែងស្អីខ្លះនេះអាចមើលបានព្រោះដោយសារឥឡូវមន្ទីរទេសចរគេបានរៀបចំហើយនិយាយទៅសម្រាប់អ្នកដែលអត់ដែរដឹងណាចង់ explore អីអាចមើលតាមផែនទីបានដូចគ្នាដែរចុះអញ្ចឹងយើងចូលទៅក្នុងតិចចង់ថាកន្លែងញ៉ាំបាយគេមិនដែរចុះនេះមិនយកនេះហាមមកហូបនេះមកពីមកបងញ៉ាំឲ្យមាន់ហើយជាមួយនឹងមាន់ឆាមាន់លីងក៏លក្រៃមួយថតលេនេះនេះស្តាយជាគេហៅថាកម្រងអនុស្សាវរីយ៍អ្នកដែលបានមកលេងមកអីចឹងទៅហ្នឹងហើយគេទៅចោលថាជាតិអន្តរជាតិអីគឺគាត់បានមកដល់វិញផងហ្នឹងហើយខ្លួនថានៅកន្លែងគាត់នេះណាស់ហើយអញ្ចឹងពីច្រើនគឺគេមកកន្លែងហ្នឹងមែនតាជិះតាមភូមិទេតាមភូមិប៉ុន្តែមើលទៅស្អាតអត់មានសម្រាប់អត់មានអីល្មើថាហើយឃើញទេសភាពវាស្រែតាមផ្លូវស្អាតមែនតើនោះខាងនោះគឺទន្លេហើយចង់ដឹងថាខាងនោះគឺអីគេមកខ្ញុំបានជិះម៉ូតូបដាសម្ភាសអ្នកដុបបដាគាត់ប្រាប់ថាអានោះគឺខាងស្រុកប្រេះប្រសប់ជាព្រំដែនរវាងខេត្តកញ្ចេះជាមួយនឹងខេត្តកំពង់ធំវិញហ្នឹងហើយអាដែលស្ពានដែលយើងឃើញតាមទន្លេមិញហ្នឹងគឺស្ពានហ្នឹងឲ្យឆ្លងទៅខាងអូខេអញ្ចឹងសូមឲ្យតែអ្នកថតចុះអូខេពួកយើងអត់ស្គាល់ទេគឺដែរសោះតែថាសួរគេព្រោះធម្មតាមាត់ជាផ្លូវចាក់សារនិយាយមាត់ជាផ្លូវព្រោះខ្ញុំមាត់ខ្ញុំលឿនជា Google Map ទៀតអូខេអញ្ចឹងចាំមកពួកខ្ញុំញ៉ាំបាយហើយចាំយើងផ្ដិតយកទេសភាពស្អាតៗនៅលើកោះត្រង់ជូនអ្នកទស្សនាទាំងអស់គ្នាទៀតណាអ្នកឯងក៏ហូបនឹងគ្រៀងជាងគេនិយាយទៅហូបអត់ចេះឆ្អែតទេគេហូបចេះឆ្អែតហើយហូបដល់គេខ្លួនទៅយអរគុណបងហើយងាកមកផ្ទះដៃឲ្យសប្បាយចិត្តមួយមើលការញ៉ាំជាក្តីសុខចាការញ៉ាំជាក្តីសុខពីមុខតែមកមកហូបទីខ្លះមាន់អូខេហើយទៀតអាហ្នឹងពលក្រៃហើយទៀតអានោះហើយនេះមាន់ស្ងោរហ្នឹងហើយអូខេហ្នឹងហើយអញ្ចឹងមកហូបពួកខ្ញុំមានតែ2មុខហ្នឹងទេកំងមាន់មួយហើយធ្វើបាន2មុខរៀងឃ្លានដែរឥឡូវចាប់ផ្ដើមចាត់ការមកហូបឆ្អិនអីហើយលើកមកតំណងមែនតែនអូយរសជាតិម្ហូបគាត់ឆ្ងាញ់រសជាតិម្ហូបគាត់ធ្វើឆ្ងាញ់មែនតើឥឡូវពួកខ្ញុំញ៉ាំបាយថ្ងៃទៀតបន្តដំណើរយើងជិះរទេះសេះមើលភូមិជិះរទេះសេះព្រោះអីឲ្យខាងផ្ទះស្នាក់គេហៅរទេះសេះឲ្យយើងអញ្ចឹងចង់ដឹងថាការជិះរទេះសេះហ្នឹងសប្បាយយ៉ាងណាតោះកុំភ្លេចទស្សនាវីដេអូនេះបន្តទៀតអូខេទាំងអស់គ្នាឃើញពួកខ្ញុំពីរអ្នកកំពុងកើព្រោះដល់ថាឥឡូវយើងកំពុងតែជិះសេះហើយផាក់ទៅមានអារម្មណ៍មិនអូនតែកើមានអារម្មណ៍ថាដូចម៉ាស្សាខ្ញុំមានអារម្មណ៍ស្អីមានអារម្មណ៍អីគេអារម្មណ៍វាខំទៅជិះម៉ូតូយើង
nhưng mà động thành đôi mắt sát côn ថ្ងៃហើយទាំងអស់គ្នាអ្វីដែលគួរចាប់អារម្មណ៍ណានៅលើកោះត្រង់នេះណានេះអាចមើលសម្បូរដើមខូចមែនតើខូចកោះត្រង់ល្បីមែនអ៊ំ mờ không khởi តែហ្មងប៉ុន្តែខ្ញុំសង្កេតឃើញថាឥឡូវដូចជាអត់ទាន់មានផ្លែទុំទេអ៊ំនៅស្ដាយមែនតើបើពេលមកចាំពេលខែឬថាខូចញ៉ាំណាដឹងឆ្ងាញ់ហ្មងយើងបាច់ទៅណាយើងបេះនៅកោះត្រង់ហ្នឹងពេញអ្នកភូមិហ្នឹងមកទៅហើយតែต้องជាមួយនឹងអានេះដំណើរកំសាន្តយើងជិះប្រហែលជា1ម៉ោងជាងបន្តិចអីណា vậy đôi ở chóp đây bóng lẹ 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 ដោយសារខ្ញុំនិយាយចឹងវាអារម្មណ៍ខុសពីជីវិតត còn đang mang cái phanh ha này chị bật khắp mày ហ្នឹងហើយចែកមួយទៀតឌីណាមកខ្លួនឯងទៅញ៉ាំបាយមិញណាហូបរសជាតិមិនដែរ trang phai bị nồng bệnh ថ្លៃផងណា để sao mong sẽ mong đã bay hay sạch thì nó sạch có ai mong hay là tắc sờ ló con cứ miên triệt mong អូខេហើយមួយទៀតសង្កេតឃើញថាអ្នកមកលេងនេះច្រើនជនជាតិគេអូន cho chị bảo ជនជាតិបារាំងខ្ញុំឃើញទេសចរអន្តរជាតិសម្បូរជាងគេគឺជនជាតិបារាំង chả ហើយបើនិយាយចឹងខ្មែរក៏មានដែរតែពួកខ្ញុំអញ្ចឹងប៉ុន្តែគាត់ថាមិនសូវជាច្រើនទេបាទ trên cọc thang ចូលនេះទៅគេនេះតាមខោខោឲ្យម៉ូតូសោះនេះវិញជាម៉ូតូសោះមិន ôi khai đi đam chè kê rồi ស្គាល់តែជែកដែរចូលនេះដើមអី ông cái tôi ទួស្អីដើមមកកាក់ខោឲ្យដើមស្ដៅ đam sai rồi ចា ô ai sao rồi អូយផ្លូវនេះគេធ្វើយូរណាស់អ៊ំឃើញបានបេតុងល្អតា ủa trong ban rồi mình còn những đai tới ngay cái đai đó nữa mà thua lọt lên គាត់បានជីវិតជាអត់ហ្នឹងអត់ទេប៉ុន្តែគាត់ថាតែជាផងមិនលុបផងស្ដីដល់អ៊ំគាត់ឲ្យជីផ្លូវលាក់ đấy các bạn tắt thùng phốt đó nè ô hai khang đi tele ចាអ៊ំតលេអ្នកខ្លះធ្លាប់តែជីសេះនៅគេហៅកំពង់ត្រាច់នៅកំពតហ្នឹងហើយប៉ុន្តែនេះគេជីសេះដែរប៉ុន្តែមិនមែននៅកំពង់ត្រាច់ទេគឺនៅកោះត្រង់អូដើមឈើធំអូទាំងអស់គ្នាដើមឈើធំតោះគាត់ដើមឈើធំអូខេឥឡូវពួកខ្ញុំមកដល់អីគេអូមកនេះមកដល់ទៀតក្បាលផងហ៎រកាធំអូខ្ញុំសុំដោះមុខណាខ្ញុំគិតថារកាប្រហែលជានេះដើមនេះដើមរកាមែនទេអ៊ំអូមើលខ្ញុំសុំសួរបន្តិចដើមនេះអាយុប៉ុន្មានឆ្នាំហើយអ៊ំអូដើមនេះធំមែនតើមកគុំប្រហែលជាប៉ុន្មានអោបមនុស្សណាអ៊ំ គ្នា18នាក់បានជុំយើងkia đây chứ អូ18នាក់បានជុំកន្លែងនេះណាអូយអរគុណមែនតើអ៊ំខ្ញុំមិនដែរមកហើយលើកទី1ដែលពួកខ្ញុំមកលេងចាពួកខ្ញុំមកលេងកោះត្រង់លើកទី1ឥឡូវបានមកស្គាល់កន្លែងរកាធំមែនបងប្អូនទាំងអស់គ្នា18នាក់បានអោបដើមនេះជុំណាហើយគេអាចមកធ្វើសមាធិបានតែខ្ញុំរៀងរំខានគេតិចដោយសារខ្ញុំផ្ដិតយករូបភាពអញ្ចឹងទៅរៀងនិយាយរៀងលឺហ្នឹងហើយឥឡូវសុំស្ងាត់តិច18នាក់អ៊ំគាត់ប្រាប់ថាផ្លែនេះគេញ៉ាំបានប៉ុន្តែអានេះផ្លែអីគេអ៊ំអូអានេះផ្លែសម្រោងអូអ្នកទាំងអស់គ្នាអ្នកដែលនៅស្រុកព្រៃបានគេស្គាល់ណាបើថាអត់មែនព្រៃទេក៏អត់ស្គាល់ដែរអូនោះមិនមែននៅឡងចុងនោះហ្នឹងtại vì bê đôn dần អូផ្លែវាដូចបេះដូងតែប៉ុន្តែជីតែសេះប៉ុន្តែក៏រៀងហត់ដែរដោយសារអូមកនេះញ៉ាំកើតទេអ៊ំខាំយកហ្មងមែនញ៉ាំសាក់តិចណាសាក់អត់ cái ba hở ảo អ៊ំក៏ដើរឲ្យ nhưng mượt thôi អូកាន់តិចអូដូចមានចូល nên cái nhà mà sao nó នោះថតផ្លែអ៊ំ tại vì bê đôn dần thì mấy chơi thăm bay nè mình ខាំបាយតើអ៊ំប៉ុន្តែដូចស្រស់ៗ ជួនកាលវាខូចទេបើសល្អមានអីបើសល្អមួយវាខូចហ្នឹងហើយកន្លែងកំហូបហ្នឹងហើយ nhá chả đi កន្លែងខំខ្ញុំភ្លេចប្រាប់ហ្នឹងហើយបើឃើញអសអត់សយហ្នឹងវាខូចហើយ នេះផ្លែដូចបេះដូងហ៎ បាទហ្នឹងគេស្អាតហ្នឹងណា អូនេះ បេះដូងបងនៅក្នុងដៃអូននេះអានេះចេះបានបេះដូងណែអត់ខូច បើអស ហ្នឹងហើយអា មើ មក ល ខ្ញុំ នឹងអសចឹងបាទខូច nhưng mà các bạn của mình ចឹងបាទខ្ញុំថាខ្ញុំអន់ខ្ញុំយូរខំយូរអត់បានហូប អ៊ំអើយចាំតិចទៅខ្ញុំសុំពឹងអ៊ំឲ្យជួយថតរូបពួកខ្ញុំនៅកន្លែងដើមនេះមួយណាអ៊ំមិនរសជាតិមិន mình ដែរ chết hay không ខ្ញុំថាអូនឯងញ៉ាំ ដល់កោមែនតើមកខ្ញុំសុំមួយផ្លែទៅមកអ៊ំមិញវានេះហើយ បើមើលណាអូមើលអើយអត់ល្អទេ
anh chạy bằng ông này con ô này ôนี่เขาโอ้ได้ผลเลยสองโบอยู่ที่นี่คนบาง ចា cái ô nó bằng khoai lắm khoai ទៀតណាឥឡូវខ្ញុំសាកម្ដងទៀតណាព្រោះវិញកូចពិតជាដឹងរបស់គេមែនទាំងអស់គ្នាអញ្ចឹងអ្នកណាសុខបច្ចៈទីអ្នកណាដាក់ថ្មកំកម្មអីប្រយ័ត្នទៅរកពេទ្យអត់ទាន់ ចាសំណាងខ្ញុំដាក់ដៃទៅអូយខ្ញុំនិយាយមែនជាតិខ្ញុំដាក់ញ៉ាំនេះអូមកនេះគេហៅខ្លាយគេ màu ស្មៅ bộ ray sọt ចាហើយ rồi giá bộ ray sọt អ៊ំក៏ប្រាប់ដែរថានៅនេះបន្ទប់វារៀងថ្លៃបន្តិចប៉ុន្តែគេគេហៅថាលំដាប់បែប resort របស់គេអញ្ចឹងទៅហើយបើយើងចង់ចូលមកស្នាក់ក៏ត្រូវតែមានការកក់ទុកមុនដែរអត់អាចថាចង់ចូលមក walk in ចូលបានទេយើងត្រូវការកក់ទុកមុនគេ reserve ទុកឲ្យភ្ញៀវគេដែរហើយនៅនេះលក្ខណៈលយមែនតើដោយសារខ្ញុំឃើញមិញបរទេសគេមានអីគេហៅថា air hell ទឹកអីទៅនោះអាផ្ទះនេះខ្ញុំស៊ូមើលអានេះមកយក100 ចា នេះតើអ៊ំក៏ស្គាល់គាត់ប្រាប់យើងហើយមួយទៀតបើយើងអត់ស្នាក់នៅហ្នឹងទេយើងអត់បានកក់ទេយើងចង់ចូលលេង resort គេបានដូចគ្នាម្នាក់ 2000 រៀលលុយខ្មែរអញ្ចឹងយើងអាចចូលទៅថតរូបថតអីហើយយើងចេញមកវិញទៅហ្នឹងហើយប៉ុន្តែដោយសារពួកខ្ញុំជិះសេះមកភូមិអញ្ចឹងខ្ញុំអត់ចង់ចូលទេដោយសារតែមួយទៀតយើងអត់មានពេលពួកខ្ញុំត្រូវបន្តដំណើរទៅភ្នំពេញវិញអញ្ចឹងពួកខ្ញុំឆ្លៀតផ្ដិតយកទេសភាពរូបគេហៅថាតំបន់សហគមន៍កោះត្រង់ហ្នឹងហើយអញ្ចឹងអូនេះទស្សនៈលេខ1ខ្ញុំមុនដល់ពួកខ្ញុំនៅទស្សនៈលេខ 4នោះតែពីបាត់ខាងចា ហ្នឹងហើយហ្នឹងបាត់ឆ្នាំ ដល់មកបាត់លេង អូខេមិនណាកំសាន្តយើងជិះទៅផ្ទះមើលភូមិរបស់អ្នកស្រុកឥឡូវក៏បានដល់ទីបញ្ចប់ឥឡូវនេះគឺបានឃើញតិចហើយគឺពីខាងសូមអរគុណចា៎សូមអរគុណនឹងការមកលេងកំសាន្តនៅកោះត្រង់អញ្ចឹងឲ្យអ៊ំក៏ជួយយើងចង់ទៅកំពង់ដល់ហើយដល់ហើយចា៎ rồi cái to màu bồm អូល្អមែនតើចា៎ហេ អញ្ចឹងពួកខ្ញុំបានធ្វើដំណើរឡើងមកខាងថយមកខាងកាចេះវិញហីអញ្ចឹងរសៀលដែរបងប្អូនទាំងអស់គ្នាម៉ោង2ជាងហីអញ្ចឹងទៅឥឡូវបញ្ញាភាពចំបន្តតាណាចេញពីកាចេះត្រូវទៅពេញទៀតណាអញ្ចឹងដំណើរវែងឆ្ងាយមែនតែនអញ្ចឹងដំណើរកោះត្រង់នេះគឺចប់ហើយសង្ឃឹមថាបងប្អូនដែលបានមើលទស្សនាវីដេអូនេះហើយនឹងចង់នាំបងប្អូនឬក៏មកលេងជាមួយមិត្តភ័ក្តិអីព្រោះយើងអាចធ្វើសកម្មភាពបានជាច្រើនក្នុងការដំណើរកម្សាន្តនៅសហគមន៍ហើយចុងវីដេអូខ្ញុំក៏មានជា tip ខ្លះសម្រាប់អ្នកដែលអត់ធ្លាប់មកលេងកោះត្រង់សោះដូចពួកខ្ញុំអញ្ចឹងខ្ញុំក៏ទទួលបានបទពិសោធន៍ខ្ញុំក៏ចង់ចែកម្លែកអញ្ចឹងតោះបងប្អូនអាចមើលបានទាំងអស់គ្នាណា ដល់បងប្អូនទាំងអស់គ្នាបើគាត់ជាបានឃើញវីដេអូពេញតែពួកខ្ញុំនឹងដើរលេងនៅកោះត្រង់មួយអញ្ចឹងអ្វីដែលខ្ញុំចង់ចែកម្លែកទាំងអស់គ្នាបន្តិចគឺបន្ទាប់ពីបទពិសោធន៍ដែលខ្ញុំបានគេហៅថាទៅលេងកោះត្រង់ណាអញ្ចឹងអ្វីដែលខ្ញុំចង់ណែនាំសម្រាប់អ្នកដែលអត់ដើរទៅសោះដូចជាខ្ញុំហើយជាមួយនឹងក្រុមការងារខ្ញុំហ្នឹងគឺសម្រាប់ក្នុងការទៅយើងអត់ប្រហែលសម្រាប់អ្នកដែលគាត់មានឡានអាចຕົកនៅខាងលើបានហើយគាត់ឆ្លងសាលាហើយដូចពួកខ្ញុំអញ្ចឹងទៅហើយទៅដល់នោះយើងមានជិះម៉ូតូក៏បានមានកង់មានអីអត់តេសអីអាចជិះបានប៉ុន្តែជាជំហានគេថាដើម្បីងាយស្រួលកុំឲ្យយើងរ៉ោកឡែកអញ្ចឹងគឺទាំងអស់គ្នាអាចធ្វើការតាក់ទងខាងសហគមន៍គេសិនទី1បើសិនមកបងប្អូនមានកម្រងស្នាក់នៅអាចធ្វើការកក់ព្រោះផ្ទះសំណាក់មានច្រើនមានផ្ទះសំណាក់ទី4ទី3ទី2ទី1ហើយមានកន្លែង VIP របស់គេដូចគ្នាដែរនៅលើកោះហ្នឹងគឺធំមែនតើហើយសកម្មភាពក៏ច្រើនដូចគ្នាដែរហើយមួយទៀតអាហ្នឹងតាក់ទងនឹងការគេងរបស់បងប្អូនគេងតែត្រូវបើល្ងាចដូចពួកខ្ញុំក្នុងវីដេអូអញ្ចឹងណាអញ្ចឹងគ្រាន់តែទៅលេងទៅហើយយើងអាចគេហៅថាឲ្យពួកគាត់អ្នកសហគមន៍ហ្នឹងរៀបចំអាហារយើងឲ្យហើយទៅតាមរយៈលេខទូរស័ព្ទតំណបើបងប្អូនអត់ស្គាល់ទេឡើងទៅលើសាឡាងសួរបងប្អូននៅតំបន់ហ្នឹងគឺគាត់ប្រាប់មកគាត់ច្រឡំមែនតើប្រាប់យើងឲ្យរៀបចំអាហារឲ្យយើងកក់ឲ្យគេហើយទៅដើម្បីកុំឲ្យខាតពេលទី1ទាំងគាត់ធ្វើអីឲ្យយើងហើយយើងមានពេលអ្នកខ្លះចង់ជិះកង់លេងក៏បានកង់មួយទៅ$2សម្រាប់មនុស្សម្នាក់ហើយបើមកហូបអាហារអីតាមយើងកំងអីយើងកំងអីគឺគេគិតតាមប៉ុណ្ណឹងទៅហើយបើយើងចង់ស្នាក់នៅហ្នឹងគឺម្នាក់ដឹងតែ$20000ស្មើនឹង$5ហ្នឹងហើយអញ្ចឹងបើឧទាហរណ៍យើងគេង2នាក់អីគេគិតតាមនឹងដូចគ្នាដែរហើយចំពោះអាហារគឺឆ្ងាញ់មែនតើហើយបើចំពោះអតិថិជនគឺសម្រាប់សហគមន៍គេដឹងតែ$1 40000ឬក៏$10អញ្ចឹងអានេះយើងអាចកក់ activity តាមផ្ទះសហគមន៍គេបានមួយអញ្ចឹងកុំឲ្យឧទាហរណ៍ថាឥឡូវខ្ញុំនិយាយមកពិសោធន៍មួយចុះដល់ពេលដែលពួកយើងកំពុងញ៉ាំអីកុំឲ្យខាតពេលយើងអាចប្រាប់គេថាឥឡូវខ្ញុំចង់ជិះអតិថិជនចង់ឲ្យគាត់ជួយរកអតិថិជនហើយយើងឲ្យមកមុន20នាទីអីចឹងទៅដើម្បីកុំឲ្យយើងរងចាំអញ្ចឹងសកម្មភាពនៅលើកោះត្រង់មានតែប៉ុណ្្នឹងឯងអញ្ចឹងបើបងប្អូនចង់ទទួលអារម្មណ៍ស្រស់ថ្លាទទួលគេហៅការសប្បាយរីករាយមិនខ្លះហ្នឹងហើយអាចទៅលេងម្ដងទៅព្រោះអីអត់ឆ្ងាយឯនៅទល់មុខខេត្តកាចេះឯងគ្រាន់តែយើងឆ្លងតទៅអញ្ចឹងពេលខ្ញុំទៅអរគុណសម្រាប់ការទស្សនាទាំងអស់គ្នាបាយបាយ